បើក្បាលវីដេអូមកណាគេមិនដឹងថាយើងបកែញ៉ាំបើសុទ្ធតែមន់មួយសុទ្ធចង់ខំមួយម្នាក់ឯងអីវ៉ាន់នោះហើយសសម្ដែងធ្វើមកអាំងអីណា Good morning អ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមានដំណើរកំសាន្តទៅលេងភ្នំគូលែនទៅមកផ្លានមួយនេះបានជោគជ័យគឺពុះពាក្យឧបសគ្គខ្លាំងមែនតើហ្មងចឹងហើយកុំឲ្យនិយាយសិនតបែកយូរឥឡូវយើងមកចូលវីដេអូរបស់យើងវិញហើយជីដល់ណាដល់ណីនេះក្នុងវីដេអូមួយហ្នឹងអ្នកទាំងអស់គ្នាមើលខ្លួនឯងទៅថាជីដល់ណាខ្ញុំមិនដឹងដែរព្រោះខ្ញុំអត់សូវស្គាល់ផ្លូវពេលអញ្ចឹងគេឆ្ងល់ទេមិនដឹងស៊ីមាន review មិនបានស្គាល់ផ្លូវអត់អីចឹងព្រោះអីបានមកជិះខាងកូននេះច្រើនទេអញ្ចឹងអ្នកទាំងអស់គ្នាឃើញកន្លែងណាអ្នកទាំងអស់គ្នាស្គាល់កន្លែងណាមើលតាមហ្នឹងទៅជីបានមួយសន្ទុះធំឥឡូវបានឡើងមកដល់លើភ្នំហ្មងហើយកន្លែងទៅមើលទេសភាពនៅលើភ្នំហើយនឹងអាកាសធាតុវិញអាកាសធាតុអ្នកទាំងអស់គ្នាក៏អត់សូវក្តៅទេដល់ពេលដែលក្តៅប៉ុន្តែលក្ខណៈថាវាមានខ្យល់លហើយមកអញ្ចឹងធ្វើឲ្យយើងត្រជាក់ចិត្តត្រជាក់ស្រួលអីចឹងទៅដល់ពេលហើយយើងចូលមកលេងនៅអាកន្លែងថ្មពកអីគេនេះអត់ស្គាល់ដែរអ្នកនរគ្នាហើយបន្ទាប់មកបើយើងបន្តដំណើរទៅកន្លែងទឹកហូរយើងអត់តន់ទៅលេងកន្លែងជ្រោះទេព្រោះអីយើងទៅញ៉ាំអីនៅកន្លែងទឹកហូរសិនឥឡូវយើងបានមកដល់ហើយគឺរៀបចំមកកាត់ភ្លើងហើយរៀបចំបាយទឹកអីឲ្យហើយបានយើងទៅលេងកន្លែងជ្រោះអីចឹងទៅហើយបើសម្រាប់ពួកយើងវិញគឺយើងបានយកមកហូបយកសាច់យកបាយយកអីមកដាក់អាំងនៅលើភ្នំហើយយើងអង្គុយញ៉ាំនៅមាត់ទឹកចឹងហ្មងគឺយើងអត់បានទិញមកហូបគេទៀតទេពុំអង្គុយអាំងសុកលេងយកប្រយ៉ាមកអាំងដែរអីណាហើយសម្រាប់ហូបពេលដែលយើងយកមកខ្លួនឯងចឹងគឺបានញ៉ាំច្រើនខ្លាំងមែនតើហ្មងញ៉ាំឆ្អែតទៀតទៅគ្នា 4-5 នាក់គឺល្មមហ្មងហើយសម្រាប់ទឹកនៅកន្លែងនេះផងដែរគឺអត់សូវមានទេអ្នកនរគ្នាដោយសារតាខែនេះខែប្រាំងមកពេលចឹងទៅអត់សូវមានទឹកទេបើសិនជាអ្នកនរគ្នាមកខែវស្សាអីគឺទឹកកន្លែងនោះគឺច្រើនខ្លាំងមែនតើហ្មងហើយដល់ពេលឥឡូវនេះខ្ញុំមកបាក់សាច់ឲ្យអ្នកនរគ្នាមើលអានេះគឺយើងមានសាច់ BBQ អីចឹងទៅហើយបើចាយម្នាក់នេះវិញនិយាយទៅថាបើសិនអ្នកមិនដឹងថាគាត់តែប្រកាត់ភ្លើប៉ុន្តែគាត់អត់ទេគាត់មិនអ្នកប្រកាត់ភ្លើទេហើយបន្ទាប់មកបើយើងដើរមកកន្លែងទឹកហើយស្រាប់បើយើងដាក់ខ្លះសេនៅកន្លែងទឹកមិនចាំដាក់ទឹកកកទេគឺត្រជាក់ស្រាប់ហ្មងហើយបើខ្លួនឯងវិញមិនជាអ្នកចេះផឹកស្រាអីណាទេប៉ុន្តែទៅសំដៅកោះស្រាទៅកោះអីមុនគេហើយក៏កោះមកអ្នកនរគ្នាបានរៀនហ្មងនិយាយទៅវីដេអូនេះហានម៉ានបាន sponsor ទេប៉ុន្តែដាក់កំប៉ុងហានម៉ានឡើងច្បាស់ចឹងហ្មងហើយក៏យើងឈៀទាំងអស់គ្នាអីចឹងទៅនិយាយទៅពិបាកដែរគាត់ថាថតបានជុំគ្នាតផ្លាស់ប្ដូរម្នាក់ម្ដងអីចឹងទៅព្រោះយើងអត់មានកាមេរ៉ាមែនអីចឹងណាគាត់ថាយើងថត vlog លក្ខណៈគ្រួសារអីធម្មតាចឹងទៅហើយបន្ទាប់មកយើងមកអាំងសាច់អាំងអីបន្ថែមទៀតហើយវាគ្រាន់តែសាច់វិញណាអស់អាំងហ្មងញ៉ាំឡើងឆ្អែតហើយបុកបាយវិញបាច់និយាយដាក់ខ្ចប់សិនលឹកចេកហើយទៅតំណងខ្លាំងមែនតើហ្មងនិយាយទៅអត់ដែរបានញ៉ាំបាយរបៀបចេះពីមុនមកទេហើយបើមន់វិញចូលចិត្តគ្នាសាហាវហ្មងនិយាយទៅក្នុងមួយឆ្នាំមកបានដល់ពេលវេលាចេះម្ដងក៏ទៅបានដែរពេលដែលបានដើរលេងជុំគ្នាម្ដងគឺសប្បាយខ្លាំងមែនតើអញ្ចឹងចង់ឲ្យមានពេលវេលានេះឲ្យច្រើនសង្ឃឹមថាឆ្នាំក្រោយយើងនឹងបានដើរលេងអញ្ចឹងទៀតហ្មងពេលដែលដើរលេងជុំគ្នាអញ្ចឹងលុយកុំសូវចំណាយច្រើនពេលអញ្ចឹងទៅយើងអស់ម្នាក់តិចគឺបានញ៉ាំឆ្អែតហ្មងថាបើចាយមិនបាច់និយាយទៅលងអាំងដុតឡើងខ្លោចហ្មងហើយអាសាច់ BBQ នេះទៅពេលដែលយើងដាក់អាំងអញ្ចឹងមិនគួរតំណងមកចេញមកឡើងមានពណ៌ស្អាតហ្មងតទៅពីការញ៉ាំបាយញ៉ាំអីហើយគឺយើងមកអង្គុយលេងទឹកកន្លែងណាមកស្ទុះធំបានពួកយើងទៅជ្រោះទៅពេលមកជ្រោះនេះគឺយើងមកជ្រោះតង់ទី1សិនមកថតរូបថតអីបើថាខ្ញុំឯងកាមេរ៉ាមែននិយាយទៅថតលូកខ្សែហ្មងបាទមកថតលូកខ្សែមិនព្រោះអីពេលវេលានេះមិនមានពេលវេលារាល់ថ្ងៃណាអញ្ចឹងយូរយើងមកម្ដងយើងថតអស់ដៃអស់អីទាំងអស់ហ្មងថតវិញថតក្មេងៗសុកថតចែវជឿចាក់សាហាវហ្មងបន្ទាប់មកខ្ញុំចោះទៅលេងខាងក្រៅម្ដងចោះអត់អីអ្នកនរគ្នាពេលឡើងមកវិញគឺចង់ធ្លាក់ថ្លើមហ្មងនិយាយហត់ខ្លាំងមែនតែនបន្ទាប់មកគឺយើងដើរសំដៅទៅដល់ជ្រោះហើយបើដើរមកដល់កន្លែងជ្រោះវិញអ្នកនរគ្នាសុទ្ធតែជនជាតិហ្មងបើស្រីមានពាក់សប៊ីកានីបើចាយខ្ញុំវិញបាច់និយាយទេនារីខ្មែរហ្មងពាក់រ៉ូបមកលេងទឹកហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងបាយបាយអ្នកទាំងអស់គ្នា